សួស្តីប្រិយមិត្តទាំងឡាយរបស់LMសម្រាយរឿងដើម្បីកុំឲ្យខាតពេលយូរមកទស្សនាជាមួយនឹងភាពបន្តរបស់យើងទាំងអស់គ្នាបន្ទាប់ពីហេសុងគេបាននឹងថាសមាជិកភាពរបស់គេត្រូវបានបែកធ្លាយហើយគេក៏បានសង្ស័យថានៅក្នុងក្រុមរបស់គេប្រកាសជាមានរណោក្នុងមេក្រុមអ៊ុនជាមួយនឹងហេសុងគឺបានចាក់ចេញពីពិធីជប់លៀងនោះតែម្ដងពួកគេបានធ្វើដំណើរដោយរថយន្តរបស់គេផ្ទាល់ចំណែកអូហេវិញនាងក៏បាននៅរៀបចំកម្មវិធីនោះបង្ហើយជាមួយនឹងមិត្តរួមការងារមេក្រុមអ៊ុនគាត់បានសង្កេតឃើញថាការប្រកេតយារបស់ហេសុងពេលនេះហាក់ដូចជាចម្លែកព្រោះតែហេសុងមិនបានប្រាប់មេក្រុមអ៊ុននឹងគ្នារបស់គេពីរឿងដែលបានកើតឡើងនៅក្នុងបន្ទប់សម្ងាត់នោះឡើយហេសុងបានប្រាប់ឲ្យយងអ៊ុនទម្លាក់គាត់ចោះនៅពាក់កណ្ដាលផ្លូវក៏ព្រោះតែគាត់ចង់ចំណាយពេលខ្លះដើម្បីកើតរឿងដែលបានកើតឡើងមិត្តរួមការងាររបស់គេរួមទាំងមេក្រុមអ៊ុនពិតជាព្រួយបារម្ភពីហេសុងខ្លាំងណាស់ក្រឡេកមើលមកកាន់អ្នកគ្រូអូហេវិញនាងបានឃើញសុងយ៉េកំពុងតែស្ដីបន្ទោសទៅកាន់អ្នករត់តុកម្នាក់អាកប្បកិរិយារបស់គេពេលនេះគឺពិតជាឆ្លើយខ្លាំងណាស់មិនបងអង្គយូនាងក៏បានប្រាប់ឲ្យសុងយ៉េសុំទោសទៅកាន់បុរសម្នាក់នោះព្រោះនាងគិតថាគាត់មិនមានចេតនាធ្វើរឿងនេះដាក់ទៅលើសុងយ៉េឡើយហើយកូនក៏បានសុំទោសទៅកាន់សុងយ៉េរួចហើយដែរដូច្នេះហើយគេក៏ត្រូវសុំទោសដែលធ្វើអាកប្បកិរិយាមិនល្អដាក់បុរសនោះដូចគ្នាមិនយូរប៉ុន្មានឪពុករបស់សុងយ៉េក៏បានដើរមកដល់ទីនេះគាត់បានសុំទោសអ្នកគ្រូអូហេរួមទាំងអ្នកបម្រើម្នាក់នោះចំពោះកំហុសឆ្គងដែលកូនប្រុសរបស់គាត់បានធ្វើឪពុករបស់សុងយ៉េគឺជាសមាជិកម្នាក់នៅក្នុងក្រុមប្រឹក្សាហើយក៏ជាមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងលោកស្រីសូវ៉ាផងដែរដើម្បីកុំឲ្យមានបញ្ហាធំអ្នកគ្រប់គ្នាក៏បានសម្រួលគ្នារួចហើយក៏បញ្ចប់រឿងនេះត្រឹមនឹងតែម្ដងអ្នករត់តុងដែលត្រូវសុងយ៉េធ្វើបាបបានអនរះកាតមួយសន្លឹកមកប្រកល់ជូនអ្នកគ្រូអូហេកាតមួយសន្លឹកនេះប្រហែលជាវាបានជ្រុងពីហូបប៉ារបស់សុងយ៉េហើយហេសុងកំពុងតែសរសេរឈ្មោះភ្នាក់ងារដែលគេសង្ស័យថាជារនោក្នុងគេស្ទាក់ស្ទើរខ្លាំងណាស់ក្នុងការសរសេរឈ្មោះរបស់មេក្រុមអ៊ុនគេពិតជាបារម្ភជាមួយនឹងអូហេខ្លាំងណាស់បើសិនជានាងចូលខ្លួនពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការសម្ងាត់របស់គេមួយនេះចំណែកឯតួឯងស្រីរបស់យើងវិញនាងកំពុងតែសរសេរ note ភ្លេងក៏ព្រោះតែនាងចាំបំបែកអាត់កំបាំងនៅក្នុងសម្លេងតន្ត្រីនោះនាងបានកត់នៅចំណុចដែលមិនលើសម្លេងរបស់ piano មួយនោះបន្ទាប់ពីកត់រួចហើយវាក៏បានប្រែក្លាយទៅជាទំនុកភ្លេងរបស់បទចម្រៀងមួយបទចំណែកអត្ថន័យនៅក្នុងបទចម្រៀងនោះវិញសរសេរតាក់ទងនឹងមនុស្សម្នាក់កាន់អង្កាំឈរនៅមុខព្រះអាទិត្យពណ៌ក្រហមសម្លឹងមើលឃើញមាយ៉ាងភ្លឺអូហេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលនាងអាចបំបែករាល់អត្ថន័យនៅក្នុងបទចម្រៀងនោះបានមិនរងចាំយូរនាងបានព្យាយាមតាក់ទងទូរស័ព្ទទៅប្រាប់រឿងនេះដល់ហេសុងតែហេសុងពេលនេះគេមិនបានអើពើជាមួយនឹងការហៅទូរស័ព្ទរបស់តួឯកស្រីឡើយល្ងាចឡើងអូហេក៏បានជួបហេសុងដោយចៃដន្យនៅហាងលក់ទំនិញមួយកន្លែងហើយនាងក៏ប្រញាប់យករឿងនេះមកប្រាប់ហេសុងឲ្យបានដឹងតែហេសុងមើលទៅហាក់ដូចជាមិនចាប់អារម្មណ៍នោះទេហើយថែមទាំងបានដើរគេឆ្ងាយពីនាងទៀតផងមូលហេតុដែលគេព្យាយាមនៅឲ្យឆ្ងាយពីអូហេក៏ព្រោះតែគេខ្លាចថានាងនឹងមានគ្រោះថ្នាក់ដោយសារតែប្រតិបត្តិការរបស់គេអូហេបានហៅហេសុងទៅហាងម្ដាយនាងដើម្បីនិយាយគ្នាហេសុងបាននិយាយប្រាប់អូហេថាបេសកកម្មសម្ងាត់របស់គេពេលនេះត្រូវបានបែកធ្លាយហើយគេបានគិតថាលោកស្រីសូវ៉ាប្រហែលជាបានដាក់រនោក្នុងនៅក្នុងក្រុមរបស់ពួកគេដូច្នេះហើយនៅក្នុងក្រុមភ្នាក់ងារសម្ងាត់ទាំងមូលប្រហែលជាអាចនឹងមានរនោក្នុងតែគេនៅមិនទាន់ដឹងថាជានរណានៅឡើយនោះទេគេពិតជាមិនចង់ឲ្យអូហេចូលរួមនៅក្នុងសកម្មភាពនេះទេក៏ព្រោះតែវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់នាងបន្ទាប់ពីលើសម្ដីរបស់ហេសុងហើយអូហេបានដឹងយ៉ាងច្បាស់ថាគេពិតជាបារម្ភពីនាងខ្លាំងណាស់នាងបានលំលងហេសុងថាទោះយ៉ាងណាក៏គេនៅតែមាននាងម្នាក់ដែលជាមិត្តល្អបំផុតដែរគេពិតជាអាចទុកចិត្តនាងបានក៏ព្រោះតែនាងបានសន្យាហើយថានាងនឹងមិនក្បត់គេនោះទេដូច្នេះហេសុងមិនចាំបាច់មានអារម្មណ៍ថាគេកំពុងតែនៅម្នាក់ឯងទេព្រោះគេមិនឯកាឡើយក៏ព្រោះតែគេមាននារីដ៏ស្រស់ស្អាតម្នាក់នេះនៅក្បែរគេជានិច្ចបន្ទាប់ពីលើសម្ដីរបស់អូហេហើយស្នាមញញឹមក៏មាននៅលើមុខរបស់ហេសុងសាជាថ្មីនៅតាមផ្លូវដែលពួកគេត្រឡប់ទៅផ្ទះវិញហេសុងក៏បាននិយាយប្រាប់ការប៉ັດថាផ្ទះរបស់គេគឺនៅជាប់ផ្ទះរបស់អូហេនៅមានរឿងអាត់កំបាំងមួយទៀតដែលនាងមិនបានដឹងក៏ព្រោះតែគេគឺជាក្មេងប្រុសម្នាក់ដែលនាងធ្លាប់សុំរៀបការកាលពីនៅក្មេងតួឯងស្រីស្ទើរតែមិនជឿថាហេសុងគឺជាស្នេហាគ្រាដំបូងរបស់នាងតែនាងគឺពិតជាខឹងខ្លាំងណាស់ក៏ព្រោះតែការនោះនៅសុកហេសុងក៏បានបាត់ខ្លួនទៅដែលមិនបានលាសំបីតែមួយម៉ាត់អូហេនាងតែអង្គុយនៅខាងមុខផ្ទះដើម្បីរងចាំការវិលត្រឡប់មកវិញរបស់ហេសុងតែបន្ទាប់ពីបានដឹងពីព័ត៌មានបាត់ខ្លួនរបស់ឪពុកហេសុងហើយនាងក៏ឈប់រងចាំគេទៀតហេសុងបាននិយាយប្រាប់អូហេថាគេពិតជារីករាយខ្លាំងណាស់ដែលអាចជួបជាមួយនឹងនាងម្ដងទៀតសាជាថ្មីនៅព្រឹកថ្ងៃបន្ទាប់យាយណានាងបាននឹកឃើញដល់សម្ដីដែលសុងយ៉េបាននិយាយជាមួយនៅឪពុករបស់គេនៅក្នុងកម្មវិធីជប់លៀងឪពុករបស់សុងយ៉េបានប្រាប់កូនប្រុសគាត់ថាមិនចាំបាច់បារម្ភពីការសិក្សានោះទេពិន្ទុរបស់គេច្បាស់ជាបានល្អមិនខាននេះមានន័យថាមានអំពើពុករលួយបានកើតឡើងនៅក្នុងសាលារៀនវូយ៉ងតែពួកគេមានខ្នងបង្អែកទោះជាមិនខំសិក្សាក៏អាចជាប់នៅក្នុងការប្រឡងបានដែរសុងយ៉េកំពុងតែរកកាតដែលគេបានបាត់កាលពីយប់ថ្ងៃនោះចំណែកឯយាយណាវិញនាងក៏បានមកសួរសុងយ៉េឲ្យច្បាស់ពីសម្ដីដែលឪពុករបស់គេបាននិយាយ
សង្យេបាននិយាយទៅកាន់យេណាថានេះមិនអាចថាមិនដឹងអំពីរឿងនេះឡើយក៏ព្រោះតែនៅក្នុងសាលានេះគឺបានរៀបចំគ្រប់យ៉ាងរួចមកហើយភ្លាមនោះយេណាក៏បាននិយាយថានេះនឹងរាយការណ៍អំពីរឿងនេះទៅប្រាប់ម្ដាយនាងឲ្យបានដឹងសង្យេគេបានប្រាប់យេណាឲ្យប្រញាប់ទៅប្រាប់ម្ដាយរបស់នាងទៅក៏ព្រោះតែម្ដាយនាងនឹងហើយគឺជាមេខ្លោងនៅក្នុងរឿងនេះសង្យេនិយាយបន្ថែមទៀតថាបន្ទូលរបស់យេណាបានល្អមិនមែនដោយសារតែការខិតខំរៀនរបស់នាងនោះទេតែផ្ទុយទៅវិញគឺម្ដាយរបស់នាងជាអ្នករៀបចំឲ្យនាងតែប៉ុណ្ណោះថ្ងៃនេះអ្នកគ្រូអូហេសម្រាប់ចិត្តឆែកឆេរនៅក្នុងការដែលគាត់រើសបានកាលពីថ្ងៃជប់លៀងនោះហើយនាងត្រូវតែដឹងឲ្យបានថាតើនៅក្នុងកាតនេះគឺមានអ្វីខ្លះនាងបច្ចុប្បន្នផ្អើលបន្ទាប់ពីនាងបានឃើញលទ្ធផលនៃការប្រឡងរបស់សិស្សទាំងអស់នៅក្នុងកាតមួយនេះនាងមិននឹកស្មានថានៅក្នុងសាលារៀនប៊ូយ៉ុងនេះមានអំពើពុករលួយធំនៅថ្នាក់នេះនោះទេលោកស្រីសូវ៉ាបានដឹងថាអូហេនាងបានដឹងពីអាចកំបាំងរបស់គាត់ហើយសូវ៉ាបានទៅរកអូហេរួចហើយក៏និយាយគំរាមកំហែងនាងដោយប្រយោលនាងបាននិយាយទៅកាន់អូហេថាការដឹងរឿងរ៉ាវដែលនាងមិនគួរដឹងជាច្រើននោះវាមិនល្អសម្រាប់នាងនោះទេវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ថាមិនត្រូវនាងអាចខ្លាយទៅជាផ្ទាំងស៊ីផងក៏ថាបានអូហេនាងមិនបានភ័យខ្លាចពីការគំរាមកំហែងរបស់លោកស្រីសូវ៉ាឡើយហើយសងបានយកប្រដាប់ស្រុកសម្លេងនិង GPS ជាច្រើនគ្រាប់ទៅដាក់នៅកន្លែងដែលគេគិតថាគួរឲ្យសង្ស័យព្រោះតែពេលនេះគេមិនទុកចិត្តនរណាម្នាក់ឡើយសូម្បីតែមិត្តរួមក្រុមរបស់គេអូហេនាងបានយករឿងអំពើពុករលួយរបស់សាលារៀនប៊ូយ៉ុងទៅប្រាប់ឲ្យហេសុងបានដឹងតែគេបានបដិសេធថាគេមិនអាចខ្វល់ជាមួយនឹងរឿងនេះនោះទេក៏ព្រោះតែគេមានរឿងច្រើនណាស់ដែលត្រូវដោះស្រាយបន្ទាប់ពីគេបាននិយាយចប់ហើយគេក៏បានសម្រេចចិត្តដើរចេញពីទីនោះតែម្ដងនៅពេលដែលគេកំពុងតែដើរគេក៏បានឃើញយូជីនកំពុងអង្គុយយកចិត្តទុកដាក់រៀនសូត្រតែម្នាក់ឯងចំណែកក្តីស្រមៃរបស់នាងវិញគឺនាងចង់ចូលទៅក្នុងសាកលវិទ្យាល័យដ៏ល្អហើយតាមទាំងខ្លាចទៅជាភ្នាក់ងារសម្ងាត់ដ៏អស្ចារ្យដូចជាហេសុងបន្ទាប់ពីគេបានឃើញការខិតខំប្រឹងប្រែងរបស់យូជីនគេក៏បាននឹកឃើញនៅសម្ដីដែលអូហេបាននិយាយប្រាប់គេប្រសិនបើសម្ដីរបស់អូហេគឺជាការពិតនោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់យូជីនច្បាស់ជាខ្លាចជារឿងអាសាបបថ្ងៃនេះសុងយេជាមួយនៅពលរបស់គេបានមកជួបនិយាយគ្នាជាមួយនឹងលោកស្រីសូវ៉ាលោកស្រីសូវ៉ាបាននិយាយប្រាប់ពួកគេទាំងពីរនាក់ថារឿងសម្ងាត់របស់គេត្រូវបានអ្នកគ្រូអូហេដឹងហើយពួកយើងត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីបំបិទមាត់នាងបើមិនចង់ឲ្យរឿងសម្ងាត់របស់ពួកគេបានដឹងដល់អ្នកដទៃពេលនោះដែរសុងយេគេក៏បាននិយាយថាយេណាក៏បានដឹងអំពីរឿងនេះដូចគ្នាគេថែមទាំងបានមកងាយពីបន្ទុកការរៀនសូត្ររបស់យេណានិងចំពោះមុខរបស់លោកស្រីសូវ៉ាទៀតផងគេគិតថាចំណាប់ថ្នាក់ល្អដែលនាងបានទទួលកន្លងមកគ្រាន់តែជាការផ្ដល់ឲ្យរបស់ម្ដាយនាងតែប៉ុណ្ណោះបន្ទាប់ពីបាននិយាយចប់ហើយសុងយេក៏បានសុំអ្នកទាំងពីរចេញទៅខាងក្រៅដើម្បីចូលបន្ទប់ទឹកពាក្យសម្ដីគ្រប់ម៉ាត់ដែលគ្រប់គ្នាបាននិយាយនៅក្នុងបន្ទប់មួយនោះហេសុងបានស្ដាប់ឮគ្រប់យ៉ាងព្រោះតែគេបានដាក់ឧបករណ៍ស្ដាប់សម្លេងនៅក្នុងបន្ទប់នោះហេសុងបានតាក់ទងទៅប្រាប់អ្នកគ្រូអូហេភ្លាមព្រោះគេគិតថានាងប្រហែលជាមិនមានសុវត្ថិភាពទៀតនោះទេអូហេកំពុងតែចំណាយពេលវេលារបស់នាងពេញមួយថ្ងៃដើម្បីស្វែងរកឯកសារចាស់ៗតាក់ទងនឹងអំពើពុករលួយរបស់សាលារៀនប៊ូយ៉ុងចំណែកឯនៅក្នុងបន្ទប់ទឹកឯនេះវិញលោកស្រីសូវ៉ាកំពុងតែប្រដៅសុងយេដែលគេបានប្រាប់ពាក្យសម្ដីមិនសមរម្យដាក់កូនស្រីរបស់គាត់នាងបាននិយាយយ៉ាងខ្លីថានេះគ្រាន់តែជាការដាក់ទណ្ឌកម្មតិចតួចដែលឯងមិនគោរពចំពោះកូនស្រីរបស់យើងហេសុងគេមិនតង់ចាត់ក្នុងការបណ្ដោយអ្នកគ្រូអូហេនៅតែម្នាក់ឯងនៅក្នុងការិយាល័យនោះទេហេសុងគេបានសួរអ្នកគ្រូអូហេថាហេតុអ្វីបានជានាងយកចិត្តទុកណាអំពីរឿងនេះខ្លាំងម្ល៉េះនាងដឹងតែថារឿងដែលនាងកំពុងតែធ្វើវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់នាងអូហេបាននិយាយថានាងពិតជាបានដឹងថារឿងនេះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ក៏ប៉ុន្តែរហូតមកដល់ពេលនេះមិនមាននរណាម្នាក់ហ៊ានបើកកកាយពីអាថ៌កំបាំងនេះទេសិស្សជាច្រើនត្រូវបានបណ្ដេញចេញពីក្នុងសាលារៀនក៏ព្រោះតែពួកគេត្រូវបានចោទប្រកាន់ថាលួចចម្លងពេលកំពុងប្រឡងដោយសារតែខ្លួននាងមិនមែនជាគ្រូពេញសិនទោះបីជានាងចង់ជួយពួកក្មេងៗក៏នាងមិនអាចធ្វើបានដែរនេះក៏ជាមូលហេតុមួយដែលនាងចង់ខ្លាចជាគ្រូពេញសិននាងមិនចង់ឲ្យក្មេងៗត្រូវរងភាពអយុត្តិធម៌នៅក្នុងសាលារៀននេះទេហេសុងគេបាននិយាយប្រាប់អូហេថាពេលនេះសូវ៉ាបានដឹងថានាងកំពុងតែស៊ើបអង្កេតពីអាថ៌កំបាំងរបស់គេហើយដើម្បីសុវត្ថិភាពអូហេគួរតែរៀបចំការងាររបស់នាងយកទៅធ្វើនៅផ្ទះរបស់ហេសុងតែម្ដងបន្ទាប់ពីនិយាយចប់ហើយអ្នកទាំងពីរក៏បានរៀបចំអីវ៉ាន់បន្ទាប់មកពួកគេក៏បានទៅផ្ទះរបស់ហេសុងបន្ទាប់ពីអ្នកទាំងពីរសម្រាប់ចាត់ធ្វើការស៊ើបអង្កេតរួមគ្នាអ្នកទាំងពីរក៏ទទួលបានផុសតាងជាច្រើនដែលទាក់ទងជាមួយនឹងរឿងពុករលួយមួយនេះពួកគេទាំងពីរនាក់បានមើលវីដេអូទាំងអស់ដែលបានថតនៅក្នុងកម្មវិធីជប់លៀងរបស់សាលារៀនប៊ូយ៉ុងតែមិនយូរប៉ុន្មានពួកគេក៏បានជាបានឃើញភាពស្និទ្ធស្នាលរបស់ពួកគេដោយចៃដន្យទៅវិញទីបំផុតពួកគេក៏បានរកឃើញស្ត្រីម្នាក់ដែលគួរឲ្យសង្ស័យនៅក្នុងកម្មវិធីជប់លៀងមួយនោះបន្ទាប់ពីចំណាយពេលវេលានៅជាមួយនឹងគ្នាពេញមួយយប់អូហេក៏បានគេងលក់ដែលមិនដឹងខ្លួនបន្ទាប់ពីហេសុងបានយកភួយបានដណ្ដប់ឲ្យនាងរួចហើយគេក៏បានសម្លឹងមើលមុខរបស់នាងតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់បន្ទាប់ពីភ្ញាក់ពីគេងអូហេពិតជារីករាយខ្លាំងណាស់ដែលបាននៅក្បែរមនុស្សជាទីស្រឡាញ់របស់នាងម្ដងទៀតបន្ទាប់ពីធ្វើការស៊ើបអង្កេតអស់ជាច្រើនថ្ងៃទីបំផុតពួកគេក៏បានដឹងពីការក្លែងបន្លំដ៏ធំមួយសមាគមបាំងមូលមួយនេះបានធ្វើរឿងខុសច្បាប់ជាច្រើននៅក្រោមឈ្មោះនៃការអប់រំពួកគេថែមទាំងមានភ្នាក់ងារសម្ងាត់ដែលបានខົບខិតជាមួយនឹងគេទៀតផងពួកគេចង់ប្រើប្រាស់ដុំមាសសម្រាប់គម្រោងអប់រំដ៏កខ្វក់របស់ពួកគេប្រសិនមកទីក្រុងអប់រំមួយនោះទទួលបានជោគជ័យនោះប្រ
ព័ន្ធអប់រំនិងការសិក្សានៅក្នុងប្រទេសនេះច្បាស់ជារលាយទាំងស្រុងឆ្នេះទូយ៉ាងណាក៏ដោយក៏ពួកគេត្រូវតែបញ្ឈប់គម្រោងមួយនេះឲ្យបានថ្ងៃនេះហេសុងបានមកកាន់ទីស្នាក់ការកណ្ដាលរបស់ក្រុមស៊ើបអង្កេតដើម្បីចែករំលែកព័ត៌មានដែលគាត់បានដឹងទៅកាន់គ្នារបស់គាត់តែមេក្រុមអូនមិនបានយល់ស្របឲ្យហេសុងគេធ្វើរឿងនេះទេក៏ព្រោះតែរឿងដែលគាត់ត្រូវធ្វើគឺគ្រាន់តែជាការរកដុំមាសត្រឡប់មកវិញតែប៉ុណ្ណោះចំណែករឿងពុករលួយរបស់សាលារៀនប៊ូយ៉ុងគឺមិនតាក់ទងជាមួយនឹងគាត់ឡើយពេលនោះហេសុងក៏បានសួរថាតើក្តីស្រមៃរបស់កូនស្រីគាត់ក៏មិនពាក់ព័ន្ធនឹងគាត់ដែរមែនទេមិនយូរប៉ុន្មានលោកនាយកគឹមក៏បានមករកពួកគេហេសុងក៏បាននិយាយប្រាប់នាយកគឹមតែគេសង្ស័យថាអំពើពុករលួយរបស់សាលារៀនតាក់ទងជាមួយនឹងដុំមាសបន្ទាប់មកគេក៏បានប្រកាសរបាយការណ៍ទាំងអស់ទៅឲ្យនាយកគឹមមើលលោកគឹមបានប្រាប់ឲ្យហេសុងធ្វើការងារជាទូនីតិរបស់គេបន្តទៀតចោលក៏ប៉ុន្តែមិនយូរប៉ុន្មាននោះទេប្រហែលជាអាចមានការផ្លាស់ប្ដូរដ៏ធំមួយកើតឡើងលោកស្រីសូវ៉ាពេលនេះបានទទួលទូរស័ព្ទពីបរិះអាត់កំបាំងម្នាក់បរិះនោះបាននិយាយថាហេសុងគេបានស៊ើបអង្កេតពីរឿងអាត់កំបាំងរបស់នាងហើយគេក៏មានកម្រងថាបង្ហាញគ្រប់គ្នាឲ្យបានដឹងអំពីរឿងនេះផងដែរនៅថ្ងៃបន្ទាប់ហេសុងបានទទួលសារមួយពីមេក្រុមរបស់គេនៅក្នុងសារនោះបានបញ្ជាក់ថាបេសកកម្មសម្ងាត់របស់គេនឹងត្រូវលុបចោលរយៈពេល7ថ្ងៃទៀតហេសុងក៏បានយករឿងមួយនេះមកប្រាប់អ្នកគ្រូអូហេហេសុងគេបាននិយាយទៀតថាមើលទៅពួកគេប្រហែលជាបានដឹងអំពីរឿងរ៉ាវដែលយើងបានស៊ើបអង្កេតហើយក៏ចង់បញ្ឈប់យើងពីការស៊ើបអង្កេតមួយនេះផងដែរឆ្នេះយើងគួរតែបើកកកាយអំពីរឿងនេះមុនពេលដែលបេសកកម្មត្រូវបានបញ្ចប់ដើម្បីឲ្យខ្លួនឯងកាន់តែចូលទៅគៀកការពិតហេសុងក៏បានប្រើប្រាស់ខ្លួនគេផ្ទាល់ដើម្បីចូលទៅចិត្តលោកស្រីសូវ៉ាគេបានស្នើសុំក្នុងការអង្គុយញ៉ាំអាហារថ្ងៃត្រង់តែ2នាក់ជាមួយនឹងនាងលោកស្រីសូវ៉ាក៏បានយល់ព្រមជាមួយនឹងសំណើរបស់គេនៅពេលដែលអ្នកទាំងពីរអង្គុយញ៉ាំអាហារជាមួយនឹងគ្នាហេសុងបានសួរតាក់ទងនៅរឿងពេជ្រចាមបារាមខ្មោចជាច្រើនទៅកាន់លោកស្រីសូវ៉ាគេសួរទៀតថាតើនាងគឺជាអ្នករៀបចំរឿងទាំងអស់នេះមែនទេសូវ៉ាមិននឹកស្មានថាហេសុងហ៊ានសួរនាងអំពីរឿងនេះឡើយថ្ងៃនេះយាណាបានសួរម្ដាយនាងតាក់ទងនឹងអំពើពុករលួយនៅក្នុងសាលារៀនតែលោកស្រីសូវ៉ាបានបដិសេធថាគាត់មិនដឹងអំពីរឿងនេះទេគាត់បាននិយាយទៀតថាគ្រប់យ៉ាងដែលគាត់បានធ្វើគឺគ្រាន់តែចង់ឲ្យនាងល្អតែប៉ុណ្ណោះសូវ៉ាបានហាមឃាត់កូនស្រីរបស់គាត់មិនឲ្យតាក់ទងជាមួយនឹងយូជីនគាត់បានអះអាងថាយូជីននឹងជាឥទ្ធិពលអវិជ្ជមានទៅកាន់យាណានាងបានបដិសេធថានាងគឺមិនអាចធ្វើតាមសំណេររបស់ម្ដាយនាងបានទេបន្ទាប់មកនាងក៏បានទៅផ្ទះរបស់យូជីននាងបានមើលឃើញថាម្ដាយរបស់យូជីនរស់រាយនឹងគួរឲ្យស្រឡាញ់ខ្លាំងណាស់ខុសប្លែកពីម្ដាយរបស់នាងទាំងស្រុងម្ដាយយូជីនមើលថាយាណាហើយក៏ស្រឡាញ់នាងដូចជាកូនស្រីបង្កើតនៅយប់នោះដែរអូហេនៅតែបន្តស្រាវជ្រាវពីបញ្ហាពុករលួយរបស់សាលារៀនប៊ូយ៉ុងព្រោះការកែប្រែវិញ្ញាសានៃការប្រឡងរបស់សិស្សគឺសុទ្ធតែត្រូវបានធ្វើឡើងដោយឈ្មោះរបស់លោកគ្រូជុនគូដូច្នេះហើយនេះគឺជាតម្រុយថ្មីមួយនាងក៏ប្រញាប់យករឿងនេះទៅប្រាប់ហេសុងឲ្យបានដឹងបន្ទាប់ពីអូហេធ្វើដំណើរទៅដល់មុខផ្ទះរបស់ហេសុងនាងបានឃើញថាទ្វារផ្ទះគឺមិនបានចាក់សោឡើយអូហេក៏ប្រញាប់ចូលទៅខាងក្នុងភ្លាមនោះនាងក៏បានប្រទះឃើញបរិះអាត់កំបាំងម្នាក់កំពុងតែរកអ្វីម្យ៉ាងនៅក្នុងបន្ទប់តើនឹងមានរឿងអ្វីកើតឡើងចំពោះតួឯកស្រីរបស់យើងកុំភ្លេចតាមដានទស្សនានៅភាគបន្តអរគុណសម្រាប់ការទស្សនារបស់បងប្អូនទាំងអស់គ្នា